រឿងផ្ទះស្លាប់នៅភូមិស្ងាត់នៅក្នុងភូមិតូចមួយដែលលាក់ខ្លួននៅក្រោមម្លប់ដើមឈើធំនៅខាងជើងប្រទេសកម្ពុជាមានផ្ទះចាស់មួយដែលគេហៅថាផ្ទះស្លាប់ផ្ទះនោះសង់តាំងពីសម័យអាណានិគមបារាំងប៉ុន្តែឥឡូវនេះវាប្រែជាទីតាំងដែលគ្មាននរណាហ៊ានចូលទៅជិតជញ្ជាំងឈើរបស់វាប្រេះស្រាំដំបូលរលុះរលាយហើយសួនច្បារខាងមុខពេញទៅដោយស្មៅប្រៃនិងដើមឈើស្ងួតប្រជាជនក្នុងភូមិនិយាយថាផ្ទះនោះមានខ្មោចលងបន្លាចអ្នកដែលហ៊ានស្នាក់នៅរឿងរ៉ាវនេះចាប់ផ្ដើមពីគ្រួសារមួយដែលមិនជឿលើរឿងខ្មោចខ្មែរគ្រួសារនោះមានសមាជិក4នាក់លោកសុកជាប្តីដែលជាវិស្វករមកពីភ្នំពេញប្រពន្ធរបស់គាត់ឈ្មោះស្រីពៅជាគ្រូបង្គោលនៅសាលាក្នុងភូមិនិងកូន2នាក់គឺក្មេងប្រុសឈ្មោះវីរៈអាយុ12ឆ្នាំនិងក្មេងស្រីឈ្មោះមេណាអាយុ8ឆ្នាំពួកគេផ្លាស់មករស់នៅផ្ទះនោះដោយសារតែតម្លៃធូរនិងចង់រស់នៅស្ងប់ស្ងាត់ឆ្ងាយពីទីក្រុងលោកសុកនិយាយថារឿងខ្មោចគ្រាន់តែជារឿងនិទានរបស់ចាស់ប៉ុណ្ណោះយើងនឹងធ្វើឲ្យផ្ទះនេះក្លាយជាផ្ទះសុខសាន្តថ្ងៃដំបូងដែលពួកគេផ្លាស់ចូលអ្វីហាក់ដូចជាធម្មតាស្រីពៅរៀបចំផ្ទះរីឯកូនលេងនៅសួនខាងក្រោយប៉ុន្តែនៅពេលយប់ពួកគេចាប់ផ្ដើមសំឡេងចម្លែកវាជាសំឡេងស្រែកយំរបស់ស្ត្រីម្នាក់ដែលយកមកពីបន្ទប់ខាងលើលោកសុកគិតថាជាខ្យល់បក់ហើយប្រាប់គ្រួសារកុំខ្លាចប៉ុន្តែមីណាដែលលងងុយគេងនិយាយថាម៉ែខ្ញុំមានសំឡេងស្ត្រីយំគាត់និយាយថាជួយខ្ញុំ2-3ថ្ងៃក្រោយមករឿងចម្លែកកើតឡើងកាន់តែច្រើននៅពេលព្រឹកស្រីពៅរកឃើញចានបាយនៅក្នុងផ្ទះបាយត្រូវបានរៀបចំដូចជាមាននរណាកំពុងញ៉ាំអាហារវីរៈដែលចូលចិត្តលេងកុំព្យូទ័ររកឃើញថាមានសារសរសេរនៅលើកញ្ចក់បន្ទប់ទឹកចេញទៅគេសង្ស័យថាជាស្នាដៃរបស់មីណាប៉ុន្តែក្មេងស្រីតូចនោះស្បត់ថាមិនមែនខ្លួនឯងទេលោកសុកព្យាយាមស៊ើបអង្កេតគាត់ដំឡើងកាមេរ៉ានៅក្នុងផ្ទះប៉ុន្តែវីដេអូដែលថតបានគ្រាន់តែបង្ហាញស្រមោលខ្មៅមួយដែលផ្លាស់ទីយ៉ាងលឿនពីបន្ទប់មួយទៅបន្ទប់មួយគ្រួសារនេះចាប់ផ្ដើមស្រាវជ្រាវប្រវត្តិផ្ទះពួកគេទៅជួបចាស់ទុំក្នុងភូមិដែលនិយាយពីរឿងគួរឲ្យខ្លាចមួយកាលពី50ឆ្នាំមុនមានស្ត្រីម្នាក់ឈ្មោះធីតាដែលជាប្រពន្ធរបស់ម្ចាស់ផ្ទះចាស់ធីតាត្រូវបានសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ផ្សេងហើយប្តីរបស់នាងបានសម្លាប់នាងដោយកប់រស់នៅក្រោមផ្ទះប្តីនោះក្រោយមកស្លាប់ដោយខ្លួនឯងដោយសារកំហឹងនឹងការសោកស្ដាយចាស់ទុំនិយាយថាវិញ្ញាណរបស់ធីតាមិនដែលស្ងប់ស្ងាត់ហើយតែងតែលងបន្លាចអ្នកដែលចូលមករស់នៅដោយសារនាងចង់សងសឹកនាងនឹងមិនឈប់ទេរហូតដល់គេរកឃើញឆ្អឹងរបស់នាងនឹងបាញ់ចុះតាមប្រពៃណីចាស់ទុំប្រមានលោកសុកមិនជឿគាត់គិតថាជារឿងនិទានដើម្បីបន្លាចមនុស្សប៉ុន្តែយប់នោះរឿងកាន់តែអាក្រក់មីណាក្រោកពីគេងដោយស្រែកយំនាងនិយាយថាមានស្ត្រីម្នាក់មកឈរនៅក្បែរគ្រែដោយដៃសើមដូចជាទើបងើបពីដីស្រីពើព្យាយាមលួងកូនប៉ុន្តែភ្លាមនោះទ្វារផ្ទះបាយបើកខ្ទឹមខ្លួនឯងហើយមានសំឡេងជើងដើរលើឥដ្ឋឈើវីរៈដែលភ្ញាក់ដោយសំឡេងរត់មករកឪពុកម្ដាយប៉ុន្តែគេឃើញស្រមោលស្ត្រីមួយដែលមានសក់វែងខ្មៅនិងសម្លៀកបំពាក់ចាស់កំពុងឈរនៅចុងជ្រកបៀងនាងងាកមកសម្លឹងពួកគេដោយភ្នែកក្រហមដូចឈាមហើយបូរមាត់របស់នាងផ្លុំខ្យល់ត្រជាក់ដែលធ្វើឲ្យខ្យល់ក្នុងបន្ទប់ត្រជាក់ខុសធម្មតាថ្ងៃបន្ទាប់លោកសុកសម្រេចចិត្តស៊ើបអង្កេតក្រោមផ្ទះគាត់យកប៉ែឈូសឥដ្ឋចាស់នៅក្រោមផ្ទះបាយដោយសង្ស័យថាប្រហែលជាមានអ្វីមួយលាក់ទុកបន្ទាប់ពីឈូសអស់ពេលជាច្រើនម៉ោងគាត់រកឃើញប្រអប់ឈើតូចមួយដែលខាងក្នុងមានឆ្អឹងមនុស្សវាជាឆ្អឹងរបស់ធីតាគាត់ភ័យខ្លាចប៉ុន្តែមុននឹងគាត់អាចហៅគ្រួសារមានសំឡេងស្រែកយំពីខាងលើគាត់រត់ឡើងទៅរកឃើញស្រីពៅដេកសន្លប់នៅលើឥដ្ឋដោយដៃរបស់នាងមានស្នាមក្រចកកសយ៉ាងជ្រៅមីណានិងវីរៈលាក់ខ្លួននៅក្រោមគ្រែដោយនិយាយថាខ្មោចមកចាប់ម៉ែយប់នោះជាយប់ដ៏គួរឲ្យខ្លាចបំផុតផ្ទះទាំងមូលញ័រដូចជាមានព្យុះកើតឡើងខាងក្នុងទ្វារនិងបង្អួចបើកបិទខ្លួនឯងហើយសំឡេងយំរបស់ធីតាកាន់តែខ្លាំងលោកសុកព្យាយាមយកឆ្អឹងទៅបញ្ចុះនៅវត្តក្នុងភូមិប៉ុន្តែខ្មោចនាងមិនឲ្យគាត់ចេញទៅនាងលេចឡើងនៅគ្រប់ទីកន្លែងដោយដៃវែងព្យាយាមចាប់កញ្ចឹងគាត់វីរៈដែលភ័យខ្លាចរត់ចូលបន្ទប់ខាងលើហើយរកឃើញកំណត់ត្រាចាស់របស់ប្តីធីតាដែលសរសេរថាខ្ញុំបានសម្លាប់នាងដោយកំហឹងប៉ុន្តែនាងនឹងត្រឡប់មកសងសឹកនៅពេលពាក់កណ្ដាលយប់ខ្មោចធីតាលេចឡើងពេញរាងកាយនាងមានស្បែកស្លេកស្លាំងសក់វែងគ្រប់មុខហើយពីក្រោមសំពត់របស់នាងមានដីសើមហូរនាងដើរមកជិតមេណាដោយនិយាយខ្សឹបថាខ្ញុំត្រូវការរាងកាយមួយដើម្បីរស់ឡើងវិញក្មេងស្រីតូចស្រែកយំហើយលោកសុករត់មកជួយប៉ុន្តែខ្មោចចាប់គាត់បោះទៅនឹងជញ្ជាំងស្រីពៅដែលភ្ញាក់ឡើងចង់រត់ទៅជួយកូនប៉ុន្តែនាងមានអារម្មណ៍ថាមានដៃត្រជាក់ចាប់ជើងនាងវីរៈដែលឆ្លាតរកវិធីដុតកំណត់ត្រាចាស់នោះដោយគិតថាវាជាប្រភពនៃកំហឹងនៅពេលភ្លើងឆេះខ្មោចធីតាស្រែកយំខ្លាំងហើយរាងកាយរបស់នាងចាប់ផ្ដើមរលាយប៉ុន្តែមុននឹងនាងបាត់ទៅនាងងាកមកសម្លឹងគ្រួសារទាំងមូលដោយនិយាយថាខ្ញុំនឹងត្រឡប់មកវិញបើគេមិនបញ្ចុះឆ្អឹងខ្ញុំត្រឹមត្រូវព្រឹកព្រលឹមគ្រួសារនេះយកឆ្អឹងទៅវត្តហើយព្រះសង្ឃធ្វើពិធីបញ្ចុះផ្ទះស្លាប់ត្រឡប់ទៅជាស្ងប់ស្ងាត់វិញ